អបអសាទររមណីយដ្ឋានប្រាសាទកោះកេរចូលជាបេតិកភណ្ឌពិភពលោករីករាយទទួលសាទររមណីយដ្ឋានប្រាសាទកោះកេរគ្រាន់តែឮខ្ញុំនិងរំភើបម្លេះទេចង់ស្រែកច្រៀងប្រាប់កូនខ្មែរឲ្យបានដឹងឮទាំងអស់គ្នាកោះកេរបានចូលជាបេតិកភណ្ឌពិភពលោកហើយណាបងប្អូនថ្ងៃទី17ខែកញ្ញា2023គឺជាព្រឹត្តិការណ៍ UNESCO ប្រកាសឲ្យណាដឹងហើយរំភើបខ្លាំងណាស់កោះកេរស្ថិតនៅខេត្តព្រះវិហារបងប្អូនពុកម៉ែមីងមាគ្រប់គ្នាក៏បានដឹងច្បាស់តែពេលនេះគឺជាប្រវត្តិសាស្ត្រមានមតកភាពខ្លាំងណាស់ក្នុងនាមយើងជាកូនខ្មែរតោះយើងនាំគ្នាវាយបត់ពោះធំណាវាស្គរតារៈពុងទុងព្រមអបអរប្រាសាទកោះកេរប្រហែលឆ្នាំមុនមានតែប្រាសាទព្រះវិហារទេឥឡូវមានប្រាសាទកោះកេរចូលបេតិកភណ្ឌពិភពលោកនៅខេត្តព្រះវិហារប្រហែលឆ្នាំមុនមានប្រាសាទព្រះវិហារចូលបេតិកភណ្ឌឥឡូវបានប្រាសាទកោះកេរវិញទៀតណាអរគុណអង្គការ UNESCO ដែលបានសង្កត់ការប្រាសាទកោះកេរបានចូលជាបេតិកភណ្ឌពិភពលោកមានទំនាក់ទំនងអ្វីជាមួយនឹងអរិយធម៌ម៉ាយ៉ានោះគឺជាច្រកឆ្លងពេលវេលា Black Hole មែនដែរឬទេមានប្រាសាទពីរ៉ាមីតអាកំបាំងមួយទៀតនៅពីខាងក្រោមប្រាសាទកោះកេរមែនដែរឬទេមានបញ្ហាចំនួនដ៏ធំមួយបានកើតឡើងនៅសម័យនោះធ្វើឲ្យមានគេបំផ្លាញជណ្ដើរឆ្ពោះទៅកាន់ចក្រវាឡខាងលើនៅពីខាងលើប្រាសាទជារឿងប៉ុន្តែឬទេហេតុអ្វីបានជាប្រាសាទកោះកេរមានរាងជាពីរ៉ាមីតដូចជាពីរ៉ាមីតនៅប្រទេសមេក្ស៊ីកូម្ល៉េះសូម្បីតែព្រះក៏មានលក្ខណៈស្រដៀងគ្នាដែរខ្ញុំធ្លាប់បានធ្វើវីដេអូបកប្រែសម្រួលពីវីដេអូរបស់ប្រាវីម៉ូហាន់បូរ៉ាន់វីទូហើយក៏ជា YouTuber ដ៏ល្បីម្នាក់នៅក្នុង Channel របស់គាត់នោះគឺមានអ្នក Subscriber ជិតដល់ 2 លានអ្នកទៅហើយគ្រប់វីដេអូដែលគាត់ធ្វើគឺមានអ្នកទស្សនាតាមដានរាប់លានអ្នកខ្ញុំធ្លាប់បានធ្វើវីដេអូបកប្រែពីវីដេអូរបស់គាត់នឹងពី3វីដេអូដែរហើយទទួលបានការគាំទ្រច្រើនខ្លាំងមែនទែនលើកនេះគឺគាត់បាននិយាយពីប្រាសាទកោះកេររបស់ខ្មែរសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះលោកប្រាវីននឹងនាំពួកយើងទៅលេងប្រាសាទដ៏ស្អាតប្លែកមួយទៀតនៅក្នុងប្រទេសកម្ពុជាអ្នកខ្លះបានស្គាល់ថាប្រាសាទនេះគឺជាប្រាសាទកោះកេរហើយអ្នកខ្លះទៀតស្គាល់ថាជាប្រាសាទធំនេះគឺជាប្រាសាទដ៏ប្លែកមួយខុសពីប្រាសាទដទៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាព្រោះវាមើលទៅដូចជាពីរ៉ាមីតអញ្ចឹងហើយជាពីរ៉ាមីតដែលមានច្រើនជាន់ទៀតផងមើលទៅស្រដៀងទៅនឹងពីរ៉ាមីតនៅប្រទេសមេក្ស៊ីកូប្រាសាទកោះកេរនេះមានទីតាំងនៅក្នុងព្រៃជ្រៅហើយបានបង្កប់ទុកនៅអាថ៌កំបាំងជាច្រើនហើយថ្ងៃនេះខ្ញុំសង្ឃឹមថាយើងអាចបកស្រាយនៅអាថ៌កំបាំងមួយចំនួនបានវាមិនត្រឹមតែស្ថិតនៅក្នុងព្រៃតែប៉ុណ្ណោះទេប៉ុន្តែប្រាសាទនេះស្ថិតនៅកន្លែងរាងដាច់ស្រយាលពីអ្នកភូមិជាហេតុធ្វើឲ្យភ្ញៀវទេសចរភាគច្រើនមើលរំលងប្រាសាទដ៏អស្ចារ្យមួយនេះនៅពេលដែលខ្ញុំទៅដល់អ្វីដែលខ្ញុំកត់សម្គាល់ដំបូងគេនោះគឺជញ្ជាំងប្រាសាទតែម្ដងប្រាសាទកោះកេរត្រូវបានហុំព័ទ្ធទៅដោយជញ្ជាំងដ៏ក្រាស់វាជារឿងចម្លែកណាស់ព្រោះនៅពីរ៉ាមីតផ្សេងទៀតនៅលើពិភពលោកដូចជានៅប្រទេសអេស៊ីបនៅម៉ាយ៉ាឬក៏ពីរ៉ាមីតហិណ្ឌូផ្សេងទៀតប្រាសាទទាំងអស់នោះមិនមានជញ្ជាំងដោយប្រាសាទកោះកេររបស់ខ្មែរនោះទេមានន័យថាពីរ៉ាមីតនេះត្រូវបានប្រើប្រាស់សម្រាប់គោលបំណងអ្វីម្យ៉ាងហើយឬក៏សម្រាប់តែមនុស្សមួយចំនួនតែប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលមកកន្លែងនេះការអនុញ្ញាតឲ្យចូលបាននោះទៀតសោតគឺបានត្រឹមតែក្នុងរយៈពេលជាក់លាក់ណាមួយតែប៉ុណ្ណោះហើយក៏ត្រូវបិទទ្វារចោលវិញតែម្ដងបងប្អូនពេលនេះខ្ញុំចូលទៅក្នុងទៀតខ្ញុំភ្ញាក់ផ្អើលដោយសារតែសម្រស់ប្រាសាទពីរ៉ាមីតនេះណាវាស្អាតណាស់សំណង់អច្ឆរិយៈនេះបានផ្ដល់ភាពត្រជាក់ចម្លែកអ្វីម្យ៉ាងឲ្យខ្ញុំធ្វើឲ្យខ្ញុំព្រឺស
ត្រៀវឆ្អឹងខ្នងខ្លាំងមែនទែនខ្ញុំបានរកឃើញនៅរុនដែលត្រូវបានខួងនៅលើខ្លោងទ្វារនៃជញ្ជាំងប្រាសាទបងប្អូនពិនិត្យមើលទៅវាប្រកាសជាធ្លាប់មានទ្វារធំមួយនៅទីនេះជាពុំខាន